អ្នកទាំងអស់គ្នាសាកស្រមៃថាអ្នកកំពុងរស់នៅក្នុងពិភពលោកមួយដែលព័ត៌មានមូលដ្ឋានមួយចំនួនដូចជាព័ត៌មានអំពីការងារសុខភាពឬការអប់រំហាក់នៅឆ្ងាយតែយ៉ាងឡែងតែសម្រាប់ជនមានពិការភាពប្រមាណជា 1.3 ពាន់លានអ្នកលើសកលលោកនេះមិនមែនគ្រាន់តែជាបញ្ហាប្រឈមនោះទេតែវាគឺជាការពិតប្រចាំថ្ងៃរបស់ពួកគេសិទ្ធិទទួលបានព័ត៌មានគឺជាសិទ្ធិមូលដ្ឋានមួយដែលបានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាពទោះជាយ៉ាងណាជនមានពិការភាពនៅតែមិនទាន់សម្រេចបានសិទ្ធិទាំងនេះនៅកម្ពុជាក៏មានប្រជាជនមានពិការភាពដែលពួកគេប្រឈមមុខនឹងឧបសគ្គចំពោះការទទួលបានការអប់រំការងារនិងការថែទាំសុខភាពដែលធ្វើឲ្យស្ថានភាពរស់នៅរបស់ពួកគេជួបប្រទះការលំបាកប៉ុន្តែហេតុអ្វីបានជាបញ្ហានេះកើតមានឡើងតែសំខាន់ជាងនេះទៅទៀតតើយើងអាចដោះស្រាយបញ្ហានេះដោយរបៀបណាតាមរយៈការសហការស្រាវជ្រាវរបស់វិទ្យាស្ថាន CDRA និង UNESCO ភ្នំពេញបានបង្ហាញឲ្យឃើញនូវលទ្ធផលស្រាវជ្រាវមួយចំនួនស្តីពីជនមានពិការភាពនៅកម្ពុជានិងស្ថានភាពទទួលបានព័ត៌មានរបស់ពួកគេនៅប្រទេសកម្ពុជាប្រជាជនប្រមាណ 24% ដែលមានអាយុលើសពី 5 ឆ្នាំបានជួបប្រទះនឹងបញ្ហាពិការភាពបញ្ហានេះកើតមានខ្ពស់ចំពោះស្ត្រីមនុស្សចាស់និងអ្នកដែលរស់នៅទីជនបទជនមានពិការភាពភាគច្រើននៅទទួលបានការអប់រំក្នុងកម្រិតទាបមានឱកាសតិចតួចក្នុងការទទួលបានការងារដែលបានប្រាក់កម្រៃជាផ្លូវការហើយក៏ប្រឈមមុខខ្លាំងជាមួយនឹងបញ្ហាសុខភាពនិងការទទួលបានសេវាសាធារណៈរហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជាមិនទាន់មានក្របខ័ណ្ឌច្បាប់ជាក់លាក់ណាមួយនៅក្នុងការដោះស្រាយលទ្ធភាពទទួលបានព័ត៌មានជាពិសេសសម្រាប់ជនមានពិការភាពដែលធ្វើឲ្យការអនុវត្តមានភាពលំបាកខណៈពេលដែលការផ្សព្វផ្សាយព័ត៌មានកំពុងរីកចម្រើនយើងឃើញថាលទ្ធភាពទទួលបានព័ត៌មានសម្រាប់បុគ្គលគ្រប់រូបភាពទាន់ពេលវេលានិងមិនមានការគិតប្រាក់កម្រៃមិនទាន់បានជាផ្លែផ្កាច្រើននៅឡើយបច្ចុប្បន្នជនមានពិការភាពនៅប្រទេសកម្ពុជាអាចទទួលបានព័ត៌មានចំនួន5ប្រភេទធំៗព័ត៌មានសង្គមនិងវប្បធម៌សេដ្ឋកិច្ចការថែទាំសុខភាពនយោបាយនិងព័ត៌មានអប់រំពួកគេទទួលបានព័ត៌មានតាមរយៈមធ្យោបាយចំនួន4ក៏ប៉ុន្តែភាពសមស្របនៃមធ្យោបាយទាំងនោះអាចមានលក្ខណៈនិងឥទ្ធិពលខុសគ្នាអាស្រ័យទៅលើប្រភេទនិងកម្រិតធ្ងន់ធ្ងរនៃពិការភាពយ៉ាងណាក៏ដោយយើងឃើញមាននៅកត្តាធំៗ3ដែលរារាំងជនមានពិការភាពនៅប្រទេសកម្ពុជាឲ្យទទួលបានព័ត៌មានកត្តាខាងក្រៅត្រូវបានសម្គាល់ជាឧបសគ្គដ៏ធំបំផុតកត្តាទាំងនោះរួមមានភាពមានកម្រិតនៃវត្តមានបច្ចេកវិទ្យាជំនួយដែលឆ្លើយតបទៅនឹងបរិបទក្នុងស្រុកគម្លាត Digital ស្ថានភាពមិនអំណោយផលនៃបរិស្ថានធម្មជាតិនិងសំណង់រួមទាំងភាពខ្វះចន្លោះនៃមធ្យោបាយសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងការរើសអើងនិងកង្វះការគាំទ្រពីគ្រួសារនិងសហគមន៍លក្ខខណ្ឌសុខភាពក៏ជារបាំងរារាំងចម្បងដល់ការទទួលបានព័ត៌មានផងដែរប្រភេទចំនួននិងភាពធ្ងន់ធ្ងរនៃពិការភាពរួមជាមួយនឹងស្ថានភាពសុខភាពរ៉ាំរ៉ៃអាចរារាំងលទ្ធភាពទទួលបាននិងប្រើប្រាស់ព័ត៌មានកត្តាខាងក្នុងរួមមានកង្វះការលើកទឹកចិត្តនិងទំនុកចិត្តលើខ្លួនឯងភាពឯកោការរើសអើងនិងការបន្ទាបតម្លៃខ្លួនឯងក៏ជាកត្តារារាំងជនមានពិការភាពមិនអាចទទួលបានព័ត៌មានក្រៅពីព័ត៌មានដែលទទួលបាននិងមធ្យោបាយទទួលព័ត៌មាននាពេលបច្ចុប្បន្នជនមានពិការភាពត្រូវការព័ត៌មានបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចការអប់រំនិងបណ្ដុះបណ្ដាលសេវាសុខភាពសេវាសាធារណៈព័ត៌មានសង្គមនិងវប្បធម៌ព័ត៌មានទាក់ទងនឹងពិការភាពនិងព័ត៌មានបរិស្ថានព័ត៌មានទាំងនោះគួរតែជាព័ត៌មានជាក់លាក់បានបកប្រែមានភាពច្បាស់លាស់ខ្លឹមសារសាមញ្ញផ្ដល់ជូនទាន់ពេលវេលានិងសម្របតាមប្រភេទពិការភាពផ្សេងៗដើម្បីកែលម្អលទ្ធភាពទទួលបាននិងលទ្ធភាពប្រើប្រាស់ព័ត៌មានសម្រាប់ជនមានពិការភាពយើងត្រូវការចូលរួមកំណែទម្រង់ច្បាប់និងគោលនយោបាយស្តីពីសិទ្ធិទទួលបានព័ត៌មានកសាងសមត្ថភាពនិងការយល់ដឹងតាមការបណ្ដុះបណ្ដាលសម្រាប់ស្ថាប័ននិងសហគមន៍បង្កើតស្ថាប័នជំនាញដើម្បីត្រួតពិនិត្យតាមដានអនុវត្តនិងរាយការណ៍អំពីស្ថានភាពនៃលទ្ធភាពទទួលបានព័ត៌មានបង្កើនគុណភាពហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាប្រកបដោយបរិយាបន្នក៏ចូលរួមជាមួយនឹងវិស័យឯកជននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីកែលម្អនិងបង្កើនលទ្ធភាពទទួលបានព័ត៌មានបរិយាបន្នគឺត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នា